បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel ប្រភេទដើមឈើកម្ពុជាសាជាថ្មីបាទថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាបាទដើមឈើមួយប្រភេទទៀតបាទដែលដើមឈើមួយប្រភេទនេះមែនទែនទៅប្រហែលជាពុកម៉ែបងប្អូនក៏ដូចជាក្មេងៗនៅស្រុកផ្សារចំការបាទស្គាល់ច្រើនប៉ុន្តែខ្ញុំធ្វើវីដេអូនេះឡើងដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនក៏ដូចជាក្មេងៗដែលមិនទាន់បានស្គាល់បាទនៅដើមឈើមួយប្រភេទនេះបាទហើយខ្ញុំសូមពិពណ៌នាអំពីដើមឈើមួយប្រភេទនេះបាទចំពោះដើមឈើមួយប្រភេទនេះមានឈ្មោះថាដើមកំភ្លាបាទប៉ុន្តែឈ្មោះនៅក្នុងវចនានុក្រមបាទឈ្មោះថាដើមពភ្លាបាទហើយក៏សូមអធិស្ឋានពុកម៉ែបងប្អូនចំពោះតំបន់ពុកម៉ែបងប្អូនហៅខុសពីតំបន់ខ្ញុំអីសូមអធិស្ឋានតែសម្រាប់តំបន់ខ្ញុំគឺហៅថាដើមកំភ្លាបាទហើយសូមបង្ហាញលក្ខណៈទូទៅនៃដើមកំភ្លានេះបាទទី1តកតូននឹងសម្បកវាបាទពណ៌សម្បកវាគឺពណ៌ត្នោតបាទពណ៌ត្នោតឬក៏ប្រផេះលាត្នោតបាទហើយដើមកំភ្លានេះដែរគឺជាប្រភេទឈើធន់មធ្យមបាទមិនធំហើយក៏មិនតូចដែរបាទគឺជាធន់មធ្យមដែលមានមុខកាត់វាអាចពី15សង់ទីម៉ែត្រទៅ30ឬ40សង់ទីម៉ែត្របាទអាស្រ័យទៅតាមស្ថានភាពអាយុរបស់ដើមឈើបាទប្រភេទនេះបាទហើយតកតងទៅនឹងលក្ខណៈសម្គាល់មួយទៀតតកតងទៅនឹងស្លឹកបាទចំពោះស្លឹកវាចែកចេញជាពីរបាទស្លឹកលាស់ខ្ចីហើយនិងស្លឹកចាស់បាទសម្រាប់ស្លឹកលាស់ខ្ចីបាទវាមានពណ៌បែបនេះបងប្អូនពុកម៉ែបងប្អូនបាទគឺពណ៌បែបស្រាលទុំបាទឬក៏ស្រដៀងទៅក្រូចបាទដោយក្នុងវីដេអូដែលខ្ញុំបានបង្ហាញអញ្ចឹងបាទពុកម៉ែបងប្អូនអាចទស្សនាបានបាទហើយស្លឹកមួយទៀតគឺស្លឹកចាស់បាទវាមានពណ៌បៃតងបាទហើយទំហំស្លឹកវាខ្ញុំស្មានទេបាទគឺប្រហែលប៉ុនបាតដៃបាទប្រហែលដោយសារយើងអត់មានអីវាស់ទេបាទហើយលក្ខណៈសម្គាល់មួយទៀតបាទដែលពុកម៉ែបងប្អូនអាចសម្គាល់បានគឺស្លឹកវាមានរោមសបាទដែលធ្វើឲ្យយើងស្ទាបវាទៅវាមានលក្ខណៈស្អិតបាទអត់រលោងទេបាទនេះជាលក្ខណៈសម្គាល់នៃដើមកំភ្លាឬក៏ដើមពភ្លាបាទតកតងទៅនឹងស្លឹកវាបាទដោយសារតែរដូវនេះជារដូវវាផ្កាបាទអត់ទាន់ផ្លែអញ្ចឹងទេខ្ញុំបាទបង្ហាញបានតែត្រឹមតែផ្កាវាទេពុកម៉ែបងប្អូនបាទដោយសារតែរដូវនេះជារដូវវាផ្កាចំណែកផ្កាកំភ្លាឬក៏ពភ្លានេះវាមានលក្ខណៈជាចង្កោមតូចៗបែបនេះបាទហើយពេលវារីកទៅវាមានពណ៌ពីរបាទទី1គឺពណ៌សឬក៏ស្តៀងនឹងទឹកដោះគោបងពុកម៉ែបងប្អូនបាទហើយមួយទៀតគឺវាមានពណ៌លឿងបាទលាយគ្នាដោយពុកម៉ែបងប្អូនទស្សនានៅក្នុងវីដេអូនេះចឹងបាទនេះជាលក្ខណៈសម្គាល់នៃផ្កាកំភ្លាបាទចំពោះដើមកំភ្លានេះដែរខ្ញុំគិតថាពុកម៉ែបងប្អូនភាគច្រើនស្គាល់មិនថាក្មេងៗទេបាទដោយសារតែដើមប្រភេទនេះប្រហែលជាពុកម៉ែបងប្អូនអាចមានអនុស្សាវរីយ៍ជាមួយដើមប្រភេទនេះច្រើនក៏ដូចជាខ្ញុំបាទក៏ធ្លាប់មានអនុស្សាវរីយ៍ដែរគឺធ្លាប់យកផ្លែចាស់បាទផ្លែកំភ្លាចាស់ទៅធ្វើគ្រាប់កំភ្លោះបាទនៅពីក្មេងគឺធ្លាប់លេងបាទហើយខ្ញុំសូមបង្ហាញពីអត្ថប្រយោជន៍នៃដើមកំភ្លានេះទី1តកតងនឹងគ្រាប់ឬក៏ផ្លែកំភ្លាទុំគឺយើងអាចយកវាទៅបរិភោគបានតែមកបាទយើងអាចបរិភោគបានដោយសារផ្លែវាពេលទុំទៅគឺយើងបរិភោគទៅមានរសជាតិជូរអែមបងប្អូនបាទជូរអែមហើយអត្ថប្រយោជន៍មួយទៀតគឺតកតងទៅនឹងស្លឹកក៏ដូចជាសម្បកវាគេអាចយកវាទៅផ្សំជាឱសថបានហើយឱសថហ្នឹងយើងអាចតកតងទៅនឹងជំងឺហឺតបាទជំងឺតកតងនឹងពោះវៀនហើយនឹងតកតងទៅនឹងសម្ពាធឈាមបាទប៉ុន្តែខ្ញុំសូមមិនលម្អិតអំពីថ្នាំទេបងប្អូនបាទដោយសារខ្ញុំបាទមិនមែនអ្នកជំនាញផ្សំថ្នាំទេបាទខ្ញុំបាទគ្រាន់តែបង្ហាញអំពីលក្ខណៈសម្គាល់របស់ដើមកំភ្លាឬក៏ពភ្លានេះ
ហើយនឹងអត្ថប្រយោជន៍របស់វាទូទៅតែប៉ុណ្ណោះបាទហើយសម្រាប់ដើមកំភ្លានេះដែរអត្ថប្រយោជន៍ផ្សេងទៀតយើងអាចយកវាទៅធ្វើជារោងគោឬក៏ទ្រុងមាន់អីបានបងប្អូនបាទសម្រាប់ធ្វើសសរដោយសារតែវាជាប្រភេទឈើដែលមានក្លឹមដែរតែក្លឹមតូចបាទវាមានលក្ខណៈក្លឹមតូចមិនសូវធំទេយើងមិនអាចយកវាទៅធ្វើជាសសរផ្ទះឬគ្រឿងផ្ទះបានទេបងប្អូនបាទហើយឈើប្រភេទនេះភាគច្រើនវាដុះនៅតំបន់ភ្នំនិងតំបន់ខ្ពង់រាបបាទគឺសម្បូរជាងគេបាទហើយតកតងទៅនឹងអត្ថប្រយោជន៍ផ្សេងទៀតគឺយើងអាចយកវាទៅធ្វើក្របកំភ្លោះបាទអានឹងសម្រាប់ក្មេងណាបងប្អូនបាទយកទៅធ្វើក្របកំភ្លោះសម្រាប់លេងកម្សាន្តបាទប្រហែលបងប្អូនភាគច្រើនក៏ធ្លាប់ឆ្លងកាត់បាទអនុស្សាវរីយ៍ជាមួយដើមកំភ្លានេះដែរបងប្អូនបាទសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនសង្ឃឹមថាបងប្អូនជួយចែករំលែកដោយចុចរូបកណ្ដឹងក៏ដូចជាចុច Subscribe ចុចរូបកណ្ដឹងហើយនឹង Share ម្នាក់មួយដើម្បីចែកជូនទៅដល់ពុកម៉ែបងប្អូនដែលមិនទាន់បានស្គាល់បាទថានៅក្នុងប្រទេសកម្ពុជាយើងមានប្រភេទឈើអ្វីខ្លះបានស្គាល់បាទបានដឹងអំពីលក្ខណៈទ្រង់ទ្រាយរបស់វាបាទអរគុណបាទជួបខ្ញុំនៅវីដេអូក្រោយទៀតបាទ